ខ្ញុំបករណាសូមនមស្ការថ្វាយបង្គំដល់ព្រះគុណរតនត្រ័យកែវទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃដែលជារតនៈដ៏ឧត្តមបំផុតលើលោកដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមធ្វើសេចក្តីគោរពរាប់អានដល់ពុទ្ធបរិស័ទទាំងអស់ដោយសេចក្តីគោរពរាប់អានថ្ងៃនេះខ្ញុំបកករណាខ្ញុំបាទនឹងលើកយកពាក្យ3ម៉ាត់មកធ្វើការបកស្រាយអង្គារាសេចក្តីដើម្បីប្រកេនពុទ្ធបរិស័ទបានស្ដាប់ហើយបានពិចារណាទី1ពាក្យថាព្រះអង្គជាអ្នកបំបាក់បងទី2ពាក្យថាព្រះអង្គជាអ្នកគួរទី3ពាក្យថាព្រះអង្គមិនមានទីកំបាំងឥឡូវនេះទីដំបូងមុនដំបូងខ្ញុំបកករណាខ្ញុំបាទនឹងយកពាក្យថាព្រះអង្គជាអ្នកបំបាក់បងបានជាព្រះអង្គមាននាមថាព្រះនាមថាព្រះអង្គជាអ្នកបំបាក់បងគឺព្រះអង្គជាអ្នកបំបាក់បងនៅសង្សារចក្រដែលជាគ្រឿងនាំសត្វឲ្យវិលនៅក្នុងវដ្តដូចជាកម្មរទេសដែលយើងធ្វើអំពីឈើទាលខ្លះធ្វើអំពីធ្នង់ខ្លះពេលដែលកង់រទេសនោះវាវិលទៅកម្មរទេសនោះតែងតែផ្លាស់ប្ដូរគ្នាជារៀងរហូតជួនកាលកម្មឈើធ្នង់នឹងក៏វិលចុះក្រោមទៅជួនកាលកម្មឈើធ្នង់ក៏វិលឡើងលើវិញទៅជួនកាលឈើទាលនោះកម្មឈើទាលនោះក៏វិលចុះក្រោមទៅជួនកាលកម្មឈើទាលនោះក៏វិលឡើងលើវិញទៅយ៉ាងណាមិញសត្វលោកមិនខុសអីនឹងកម្មរទេសនោះដែរទេនៅក្នុងវដ្តដាក់នេះរាប់ជាតិរាប់កំណើតមិនអស់ទេគឺមានការផ្លាស់ប្ដូរជាតិកំណើតទៅតាមកម្មជាអ្នកចាត់ចែងក៏មិនអស់តិចជាដែរមិនមែនមនុស្សស្លាប់ទៅហើយសុទ្ធតែកើតត្រឡប់មកកើតជាមនុស្សវិញទាំងអស់នោះទេមនុស្សខ្លះស្លាប់ទៅធ្លាក់ខ្លួនទៅកើតសោយទុក្ខនៅក្នុងនរកនឹងក៏មានមនុស្សខ្លះស្លាប់ទៅកើតជាទេវតាសោយសម្បត្តិទឹកនឹងក៏មានមនុស្សខ្លះស្លាប់ទៅមកកើតជាមនុស្សក្នុងតកូលខ្ពង់ខ្ពស់នឹងក៏មានមនុស្សខ្លះស្លាប់ទៅមកកើតជាមនុស្សសាមញ្ញធម្មតាដូចគេដូចឯងនឹងក៏មានមនុស្សខ្លះស្លាប់ទៅមកកើតក្នុងតកូលក្រីក្រនឹងក៏មានមនុស្សខ្លះស្លាប់ទៅកើតជាប្រេតនឹងក៏មានមនុស្សខ្លះស្លាប់ទៅកើតជាសត្វដេរឆាននឹងក៏មានកំណើតទាំងអស់នេះគឺកម្មជាអ្នកចាត់ចែងឲ្យប្រព្រឹត្តទៅក្នុងវដ្តកាលដែលព្រះអង្គទើបនឹងត្រាស់ដឹងថ្មីព្រះអង្គទ្រង់មានឧទានវិបន្លឺឧទានវិចារថាណែជាផ្ទះអ្នកឯងបានធ្វើផ្ទះឲ្យតថាគតឥឡូវតថាគតបានឃើញហើយអ្នកឯងលែងសង់ផ្ទះឲ្យតថាគតបានទៀតហើយឆ្អឹងជំនីគឺកិលេសតថាគតបានកិច្ចបំបាក់អស់ហើយដំបូលផ្ទះគឺអវិជ្ជាតថាគតបានកិច្ចបំបាក់អស់ហើយតថាគតបានដល់ហើយគឺព្រះនិព្វានដែលមានសង្ខារប្រះទៅហើយតថាគតបានដកហូតគ្រឿងខ្សែគឺតណ្ហាទាំងឡាយអស់ហើយតថាគតលែងត្រឡប់មកកើតទៀតហើយនេះជាឧទានវិចាររបស់ព្រះអង្គដែលព្រះអង្គបានបំបាក់បងនៅសង្សារចក្រនឹងរួចហើយទី2ព្រះអង្គជាអ្នកគួរគឺព្រះអង្គទ្រង់មានគុណដល់មនុស្សនិងទេវតាទាំងឡាយបូជាដល់ព្រះអង្គម្យ៉ាងទៀតម្
ព្រះអង្គជាអ្នកគួរសម្ដែងធម៌ប្រុសមនុស្សទេវតាទាំងឡាយនឹងឲ្យរួចចាកផុតទុក្ខចំពោះការបូជាគ្រឿងសក្ការៈទាំងឡាយតិចតួចក្តីក៏បានបុណ្យយ៉ាងច្រើនដែរដូចជាសុមនៈមាលាកាគាត់ជាអ្នកក្រងផ្កាថ្វាយស្ដេចជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃគឺគាត់បានប្រាក់8កហបណៈថ្ងៃមួយគាត់យកផ្កាទៅថ្វាយស្ដេចដល់ពាក់កណ្ដាលផ្លូវគាត់ជួបឃើញព្រះឃើញគេនាំគ្នាចោមរោមបូជាព្រះប្រងព្រាតហើយគាត់នឹងក៏ជ្រះថ្លាដល់ព្រះពុទ្ធយ៉ាងខ្លាំងគាត់ក៏គិតថាផ្កានេះខ្ញុំយកទៅថ្វាយដល់ព្រះរាជាឥឡូវនេះទោះបីព្រះរាជាដាក់ទោសប្រហារជីវិតក៏ដោយឬក៏ស្ដេចនឹងនិរទេសឲ្យចេញទៅក្រៅប្រទេសក៏ដោយខ្ញុំត្រូវតែយកផ្កានេះទៅបូជាដល់ព្រះពេលនោះគាត់មិនអាចចូលទៅជិតព្រះបានទេដោយសារមនុស្សនឹងច្រើនពេកហើយគាត់នឹងក៏ព្រាចផ្កាទៅបូជាព្រះនឹងពីចម្ងាយមុនដំបូងគាត់ព្រាចផ្កានឹងពីកណ្ដាប់ដៃឆ្វាចទៅរកព្រះស្រាប់តែផ្កានោះអណ្ដែតទៅរៀបគ្នាយ៉ាងស្អាតដូចពីដាននៅពីលើព្រះគាត់ឃើញចឹងគាត់រឹតតែជ្រះថ្លាគាត់ក៏ព្រាចផ្កានឹងពីកណ្ដាប់ដៃទៅទៀតផ្កានោះក៏ទៅរៀបគ្នាយ៉ាងស្អាតណានៅដូចវាំងននចឹងនៅពីខាងក្រោយព្រះគាត់ក៏ព្រាចផ្កាពីកណ្ដាប់ដៃទៅទៀតផ្កានោះក៏រៀបគ្នាយ៉ាងស្អាតដូចវាំងនននៅពីខាងស្ដាំព្រះគាត់ក៏ព្រាចពីកណ្ដាប់ដៃទៅទៀតផ្កានោះក៏ទៅរៀបគ្នាយ៉ាងស្អាតដូចវាំងនននៅពីខាងឆ្វេងព្រះពេលដែលព្រះអង្គយាងទៅណាផ្កានោះចេះតែអណ្ដែតតាមរហូតដល់វត្តចេតពុននិយាយអំពីសុមនៈមាលាកាថ្ងៃនេះគឺគាត់ត្រឡប់ទៅផ្ទះវិញតាំងពីព្រឹកខុសថ្ងៃធម្មតាអញ្ចឹងប្រពន្ធនឹងឆ្ងល់សួរថាបងឯងមិនថ្ងៃហ្នឹងគាត់ឆាប់ត្រឡប់មកផ្ទះវិញម្ល៉េះសុមនៈមាលាកាជាប្តីនឹងក៏ប្រាប់ប្រពន្ធថាថ្ងៃនេះខ្ញុំមិនបានយកផ្កាទៅថ្វាយស្ដេចទេខ្ញុំយកផ្កានេះទៅបូជាដល់ព្រះអស់ហើយនិយាយអំពីប្រពន្ធគ្រាន់តែប្តីបានប្រាប់យ៉ាងដូចនេះក៏ភ័យយ៉ាងខ្លាំងហើយក៏ជេរប្តីថាណែចៅអន្តពាលអ្នកឯងមិនខ្លាចស្លាប់ទេឬទោសនេះត្រូវស្លាប់អស់មួយពូជគ្រាន់តែជេរប្តីចឹងហើយក៏ពរកូននឹងដើរចេញពីផ្ទះទៅក្រាបទូលដល់ស្ដេចទៅក៏សូមអ្នកយាមនឹងចូលទៅក្រាបថ្វាយបង្គំស្ដេចពេលដែលចូលទៅដល់ថ្វាយបង្គំស្ដេចហើយព្រះអង្គក៏សួរថាតើនាងមកនឹងមានការអីនាងក៏ឆ្លើយថាបបិទ្ធព្រះអង្គដ៏ចម្រើននាងខ្ញុំបានលែងលះគ្នាជាមួយនឹងប្តីនាងខ្ញុំហើយប្តីនាងខ្ញុំនេះមានចិត្តធំណាស់ហ៊ានយកផ្កាដែលសម្រាប់ថ្វាយព្រះអង្គទៅបូជាដល់ព្រះឥឡូវនេះបើមានទោសយ៉ាងណានាងខ្ញុំមិនមានទោសជាមួយនឹងប្តីនាងខ្ញុំទេហើយក៏ថ្វាយបង្គំពរកូនចេញបាត់ទៅពេលដែលនាងចេញផុតទៅព្រះបាទពុំពិសាលហ្នឹងក៏គិតក្នុងចិត្តហ្នឹងថាស្រីអន្តពាលនេះសការលៀបសការៈមកដល់ហើយបែរជាមានការភ័យខ្លាចទៅវិញព្រះបាទពុំពិសាលព្រះអង្គបានសម្រេចប្រសោតតាហើយព្រះអង្គមិនមានការសម្លាប់មនុស្សអីទៀតទេពេលនោះព្រះអង្គក៏ឲ្យពួកអាមាត្យនឹងហៅសុមនៈមាលាកានឹងមកឲ្យជួបព្រះអង្គពេលមកដល់ព្រះអង្គក៏សួរថាតើអ្នកឯងបានបូជាផ្កាដល់ព្រះនឹងអស់ប៉ុន្មាននាលសុមនៈមាលាកានឹងបានប្រាប់ថាខ្ញុំព្រះអង្គបានបូជាផ្កាដល់ព្រះនឹងអស់8នាលពេលដែលខ្ញុំព្រះអង្គព្រាចផ្កាទៅបូជាព្រះផ្កានោះក៏ទៅរៀបគ្នាដូចពីដានវាំងនៅអញ្ចឹងហើយចេះតែដែកតាមព្រះអង្គនឹងតាមព្រះរហូតដល់វត្តចេតពុនពេលនោះស្ដេចក៏អនុមោទនាថាសាធុសាធុ
សាធុ3 ដងហើយក៏ថានេះជាផលបុណ្យរបស់យើងដែរព្រោះផ្កានោះជាផ្ការបស់យើងពេលនោះព្រះបាទពុំពិសាលហ្នឹងក៏ចែករបស់ឲ្យសុមនៈមាលាការនេះជាច្រើនមុខក្នុងមួយមុខនោះសុទ្ធតែ8សេះ8ដំរី8រទេស8អ្វីផ្សេងទៀតជាច្រើននោះសុទ្ធតែ8ទាំងអស់នេះឈ្មោះថាព្រះអង្គជាអ្នកគួរពេលដែលយើងធ្វើបុណ្យជាមួយព្រះអង្គត្រូវបុណ្យឲ្យផលតន់ចិត្តដោយសុមនៈមាលាការនេះឯងគាត់ជ្រះថ្លានឹងប្រពុតខ្លាំងពេកគាត់សុខចិត្តស្លាប់ហ៊ានយកផ្កាទៅថ្វាយត្រាច់យកទៅបូជាដល់ព្រះឥឡូវចូលមកដល់ពាក្យថាព្រះអង្គជាអ្នកមិនមានទីកំបាំងតើពាក្យថាព្រះអង្គមិនមានទីកំបាំងនោះយ៉ាងដូចម្ដេចគឺថាព្រះអង្គមិនមានពួននៅកន្លែងស្ងាត់ហើយធ្វើនៅអំពើអាក្រក់នោះទេដូច្នេះព្រះអង្គជាអ្នកមានគុណវិសេសលើសគេក្នុងលោកឥតមានបុគ្គលណាហ៊ានមកចោទប្រកាន់ព្រះអង្គដោយពាក្យមិនពិតនោះទេគឺព្រះអង្គមានគុណធ្ងន់ណាស់ចំពោះសត្វលោកបើបុគ្គលណាហ៊ានចោទប្រកាន់ព្រះអង្គបុគ្គលនោះមានទោសទណ្ឌហន់ភ្លាមដូចនាងចិញ្ចាជាដើមពុទ្ធបរិស័ទទាំងឡាយមុនពេលដែលព្រះអង្គបានត្រាស់ដឹងពួកសាសនានិក្រណដេរថៃនឹងគឺគេសម្បូរលៀបសក្ការៈនឹងខ្លាំងណាស់ដល់ពេលព្រះពុទ្ធបានត្រាស់ដឹងឡើងក្នុងលោកពួកសាសនានិក្រណដេរថៃនឹងដាច់លៀបសក្ការៈអស់ពេលនោះមានគ្រូខាងជោគរាសីរបស់ពួកនិក្រណដេរថៃនឹងម្នាក់នឹងបានទាយថាទាល់តែយើងធ្វើវត្តមួយនៅខាងក្រោយវត្តចេតពុនទៅបានយើងសម្បូរលៀបសក្ការៈវិញពេលដែលធ្វើវត្តហើយក៏នៅតែដាច់លៀបសក្ការៈដដែលចឹងក៏ប្រជុំគ្នាដើម្បីរកវិធីបំបត្តិលៀបសក្ការៈរបស់ខាងពុទ្ធសាសនារួចហើយក៏ព្រមព្រៀងគ្នាឲ្យនាងចិញ្ចាហ្នឹងប្រើល្បិចបង្ខូចព្រះធ្វើឲ្យពុទ្ធបរិស័ទនឹងលែងជឿព្រះពុទ្ធសាសនាពេលនោះនាងចិញ្ចាក៏យល់ព្រមយើងដឹងហើយពុទ្ធកិច្ចនឹងមាន5យ៉ាងពេលព្រឹកព្រះអង្គទ្រង់យាងបិណ្ឌបាតដើម្បីប្រសាទពេលល្ងាចគឺព្រះអង្គទ្រង់សម្ដែងធម៌ទេសនាពេលប្រលប់ព្រះអង្គទ្រង់ផ្ដល់ឱវាទដល់ភិក្ខុទាំងឡាយពេលយប់ព្រះអង្គទ្រង់ដោះវាសនាពួកទេវតាពេលដែលចិត្តភ្លឺព្រះអង្គទ្រង់ប្រមាលមើលឧបនិស្ស័យរបស់សត្វអញ្ចឹងរាល់ពេលល្ងាចដែលព្រះអង្គតែងតែសម្ដែងធម៌ទេសនានៅវត្តចេតពុនប្រហែលជាម៉ោង5ល្ងាចចប់ពេលនោះពុទ្ធបរិស័ទនាំគ្នាចេញពីវត្តពេលចេតពុននឹងប្រងព្រាតពេលនោះនាងចិញ្ចាធ្វើខ្លួនយ៉ាងស្អាតហើយក៏អោបផ្កាមួយបាច់ដើរប្រច្រាស់អ្នកដែលគេចេញពីក្នុងវត្តចេតពុននោះសំដៅចូលទៅក្នុងវត្តចេតពុនពេលនោះគេសួរថាតើនាងអោបបាច់ផ្កាដើរទៅឯណានាងចិញ្ចាក៏ឆ្លើយថាខ្ញុំទៅណាក៏ដោយកុំចង់ដឹងរឿងខ្ញុំការពិតនាងចិញ្ចាដើរចូលវត្តចេតពុនប៉ុន្តែគ្រាន់តែជាល្បិចទេគឺនាងដើរហួសវត្តចេតពុនសំដៅទៅវត្តរបស់ពួកនិក្រណអន្តេរថៃនៅខាងក្រោយវត្តចេតពុនឯនោះទេនាងចិញ្ចាធ្វើយ៉ាងដូចនេះជារៀងរាល់ថ្ងៃកាលបើនាងចិញ្ចាធ្វើយ៉ាងដូចនេះបានប្រហែលជា7-8ខែក៏ឲ្យជាងគេធ្វើឈើសម្រាប់ចង់ផ្អោបពោះនាងនឹងធ្វើជាពោះធំហើយនាងក៏ឲ្យគេនឹងវាយខ្នងជើងឲ្យហើមពោចឹងទៅដូចជាមនុស្សចិត្តគ្រប់ខែចឹងទៅថ្ងៃមួយព្រះពុទ្ធកំពុងតែសម្ដែងធម៌នាងចិញ្ចាក៏ចូលទៅឈរមុខព្រះកំពុងតែសម្ដែងធម៌ហើយក៏និយាយថាយើព្រះសមណគោតមថ្ងៃនេះចេះសម្ដែងធម៌បានពិរោះណាស់ណោះឯងឯនេះពោះប្រពន្ធអាណីហើយកុំឲ្យគិតគូរអស់រភ្លើងបើមិនធ្វើខ្លួនឯងប្រើគេឲ្យធ្វើក៏បានដែរ
ពេលនោះព្រះអង្គឈប់សម្ដែងធម៌ហើយព្រះអង្គក៏ឆ្លើយទៅវិញថារឿងនេះមានតែយើងទាំងពីរនាក់ទេទើបបានដឹងនាងចិញ្ចាក៏ឆ្លើយថាអើមាននរណាដឹងមានតែយើងទាំងពីរនាក់នឹងបានដឹងពេលនោះធ្វើឲ្យក្តៅដល់ព្រះអិនក៏និមិត្តធ្វើជាសត្វកណ្ដោណាឲ្យពួកទេវតានិមិត្តធ្វើសត្វកណ្ដោនោះមកកាត់ចំណងធ្វើឲ្យពស់ធំឲ្យគល់ឈើដែលធ្វើពស់ធំនោះដាច់ធ្លាក់មកត្រូវមេជើងបែកហូរឈាមហើយក៏រត់តឹងតតែងចេញពីវត្តចេតពុនដល់ក្រៅវត្តចេតពុនពធនេះក៏ស្រូបបាត់ទៅរឿងនេះចង់បញ្ជាក់ប្រាប់ពុទ្ធបរិស័ទថាព្រះអង្គជាអ្នកមិនមានទីកំបាំងដើម្បីធ្វើនៅអំពើអាក្រក់ទេហើយក៏មិនមានអ្នកណាអាចបង្ខូចមូលបង្កាច់ព្រះអង្គបានដែរដូចនាងចិញ្ចានេះជាដើមដូច្នេះការលើកឡើងបកស្រាយអំពីពាក្យ3ម៉ាត់ទី1ពាក្យថាព្រះអង្គជាអ្នកបំបាក់បង់ទី2ពាក្យថាព្រះអង្គជាអ្នកគួរទី3ពាក្យថាព្រះអង្គមិនមានជាទីកំបាំងដូច្នេះពេលនេះក៏សូមបញ្ចប់ដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនា